នេះគឺធ្វើទឹកគ្រឿងបងប្អូនគឺបន្ទោប្រហុកបន្ទោប្រហុកអត់ប្រហុកអត់មានហៅបន្ទោប្រហុកគឺទឹកគ្រឿងគឺបន្ទោប្រហុកត្រូវតែមានប្រហុកទឹកគ្រឿងក៏ត្រូវតែដាក់ប្រហុកហ្នឹងបានគេហៅថាទឹកគ្រឿងឬបន្ទោប្រហុកបែបខ្មែរចាគឺសាច់ត្រីច្រាំសាច់ជ្រូកច្រាំសាច់ត្រីកិនប្រហុកម្ទេសក្រៀមក្រហមយកមកច្រាំហើយខ្ទិះដូងហើយនឹងពិលទុំទឹកគ្រឿងបើមានពឿបែបនេះបានថាគួរចង់ញ៉ាំអញ្ចឹងណាហើយកុំភ្លេចអាលក់ខ្ចីបងប្អូនណាអាលក់ខ្ចីមានទាំងស្បៅទៅអាលក់បែបស្រុកស្រែផ្កាស្នោអញ្ចឹងបងប្អូនអេហ្មងបងប្អូនចាពេញនិយមមកបងប្អូនហើយញិចម្ទេសហិលមកអស្ចារ្យហ្មងម្ហូបដែលឆ្ងាញ់ផ្ដាច់គេគឺនៅក្នុងស្រុកខ្មែរប្រទេសកម្ពុជាយើងគឺទឹកគ្រឿងគឺលេខ1ហើយចាមកថាបន្ទោប្រហុកបែបទឹកគ្រឿងសាច់ជ្រូកឬទឹកគ្រឿងបែបច្បាច់ត្រីជាមួយក្រូចឆ្មាបងប្អូនគឺដាក់ត្រីសុទ្ធហ្មងអាហ្នឹងអេហ្មងបងប្អូនចា